មានស្វាយខ្ចីហើយតែមិនដឹងថាគូយកទៅធ្វើអ្វីអាចតាមដានវីដេអូនេះបានណាបងប្អូនទាំងអស់គ្នាយកស្វាយដែលយើងបានបេះហ្នឹងយកទៅត្រាំហើយនៅពេលដែលយើងបេះថ្មីស្វាយទាំងអស់ហ្នឹងប្រកាសជាត្រាំទឹកស្រួយឆ្ងាញ់ខ្លាំងមែនទែនជាដំបូងឡើយយើងដាក់ដាំទឹកស្ករអំបិលយើងនឹងទុកវាមួយឡែកសិនទៅស្វាយយើងអាចចិត្តជាម៉ូតបែបផែនបែបណាក៏បានដែរមិនជាបញ្ហាអ្វីទេតែដោយសារតែនេះខ្ញុំយប់ហើយអីហើយចឹងណាចឹងហើយក៏ចិត្តលឿនធ្វើមិនអីចាប់ហើយបន្ទាប់ពីចិត្តហើយទឹកយើងក៏បានពុះហើយនេះខ្ញុំក៏បានចាក់ស្រោចទៅលើស្វាយរបស់យើងនឹងដើម្បីទុកត្រាំវាប្រហែលជា5 ទៅ 10 នាទីឬក៏បងប្អូនអាចមើលលៃតាមនឹងទៅថាសាច់ស្វាយរបស់យើងវាស្លោកវាចូលជាតិជាមួយនឹងទឹកអំបិលស្ករដែលយើងបានចាក់វាហើយនៅបន្ទាប់ពីយើងមើលឃើញថាវារៀងស្លោកអីហើយចឹងទៅយើងក៏ស្រង់វាចេញហើយដាក់វាត្រាំជាមួយនឹងទឹកកកណាបើសិនបើពុកម៉ែបងប្អូនមានទឹកកកច្រើនត្រាំវារៀងយូរបន្តិចចឹងទៅគឺស្វាយរបស់យើងគឺពិតជាស្រួយឆ្ងាញ់ខ្លាំងមែនតែនគឺនេះខ្ញុំបានធ្វើរួចហើយគឺស្វាយគឺស្រួយឆ្ងាញ់បន្ទាប់ពីយើងបានត្រាំស្វាយទាំងអស់នេះជាមួយនឹងទឹកកកហើយយើងក៏ស្រង់ចេញដាក់ក្នុងប្រអប់ជាប់បែបនេះទៅឬក៏បងប្អូនមានប្រអប់ថ្មអីដាក់តាមប្រអប់ថ្មក៏បានដែរហើយទឹកត្រាំរបស់យើងកុំចាក់ចោលយើងទុកស្រោចវាត្រាំប្រហែលជាមួយថ្ងៃអីហ្នឹងគឺស្វាយរបស់យើងបានញ៉ាំហើយស្រួយឆ្ងាញ់ខ្លាំងមែនតើបងប្អូនអើយរោយស្កររោយអំបិលអីបន្ថែមតិចទៀតចឹងទៅគឺអែមខ្លាំងមែនតែនញ៉ាំជក់ចិត្តដល់អារម្មណ៍តែម្ដងចាអាចធ្វើឲ្យកូនញ៉ាំឬក៏មនុស្សជាទីស្រឡាញ់បានចាចឹងនឹងអ្វីជាពិសេសហ្នឹងអាចខមមិននៅខាងក្រោមវីដេអូនេះបានណាសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនា